លោកប៉ាខ្ញុំគ្រាន់តែចង់វឹកហាត់ទូតែប៉ុណ្ណោះហើយនៅស្គីមទៅយើងមើលទៅដំណៃជាអ្នកគ្រប់គ្រងផ្ទះម្ដងអសន្ននេះឯងក៏មិនចាំបាច់ធ្វើដែរប៉ាខ្ញុំដឹងកំហុសហើយលើកនេះខ្ញុំនឹងទទួលមកផ្ទះវិញដើម្បីសងសំណងនាងឲ្យបានល្អទូកូនតែចង់នៅជាមួយនឹងប៉ាម៉ាក់តើមិនដែរទេអើមកទូមកបែម៉ាក់មកកូនបន្តិចទៀតចាំម៉ាក់ទិញរ៉ូបស្អាតឲ្យកូនណាមកទូចាប្រាប់តាមកចៅចង់ទៅតាមពួកគេមែនទេចាប៉ាម៉ាក់មិនស្លាញ់ទូទៀតទេទូចង់ដោប៉ាហើយបដូរប៉ាពូតើពូសុកចិត្តធ្វើជាប៉ាក្មេងរបស់ទូទេទូកុំលេសជាមួយប៉ានេះគឺជាពូទ័យរបស់កូនគាត់មិនតរៀបការទេបើកូននៅជាមួយគាត់តើឲ្យគាត់រៀបការយ៉ាងម៉េចទៅមកឈប់លេសតែមកបងប្រុសរៀបការបង្ខាត់កូនហើយប៉ុន្តែខ្ញុំមិនដែលឃើញធ្វើជាឪពុកល្អរបស់គេទេឯងទូកុំបារម្ភណាពេលនេះមានប៉ានៅទីនេះហើយគ្មានអ្នកណាអាចធ្វើបាបកូនទៀតទេប៉ាលិនជាអត់ទាន់រៀបការតាមច្បាប់ទេមិននឹងអញចាំកូនបានអ្វីដែលឯងនិយាយនេះគឺត្រូវណាស់លីនយីអាអ្នកនាងតូចនៃតកូលសៀវរបស់យើងអ្វីដែលនាងញ៉ាំស្លៀកពាក់ប្រើប្រាស់គឺត្រូវតែល្អបំផុតណាឥឡូវនេះជំងឺរបស់ឯងក៏ជាសះស្បើយហើយចំណែកក្រុមហ៊ុននោះឯងក៏ត្រូវទៅគ្រប់គ្រងដែរទៅមិនបាត់ទេប៉ាតកូលសាពួរជើងរកស៊ីខាវត្ថុបុរាណអូនទី2ពីការជើងនិងពីការភ្នែករយៈពេល5ឆ្នាំហើយច្បាស់ជាការវាយតម្លៃរបស់គេប្រកាសជាធ្លាក់ចុះបើឲ្យគេទៅវាយតម្លៃប្រកាសជាខាត់ប៉ង់ធ្ងន់ធ្ងរជាមិនខានប៉ាអ្វីទៅវាយតម្លៃវត្ថុបុរាណវាយតម្លៃវត្ថុបុរាណគឺសម្គាល់មើលថាតើរបស់នោះពិតឬក៏คล้ายថ្លៃឬថោកប៉ាវត្ថុបុរាណដ៏មានតម្លៃគឺកាន់តែភ្លឺឯងនេះតើភ្នែករបស់ទូមានអ្វីពិសេសមែនទេប៉ាថ្ងៃស្អែកពួកជើងនឹងនាំគ្នាទៅការវាយតម្លៃវត្ថុបុរាណពួកជើងប្រកួតប្រជែងគ្នាដោយភ្នែកបើប្អូនទី2ចាញ់គួរតែឈប់ពាក់ព័ន្ធជាមួយតកូលសៅរឿងតកូលសៅតួខ្ញុំជាអ្នកចាត់ការបានប៉ុន្តែបើសិនជាខ្ញុំឈ្នះបងប្រុសមិនត្រឹមតែប្រគល់សិទ្ធិគ្រប់គ្រងក្រុមហ៊ុនសាខាទាំងនោះទេថែមទាំងត្រូវសំទោសទូចំពោះទង្វើ5ឆ្នាំមកនេះហើយយើងសំទោសកូនស្រីដែលមិនស្ដាប់មកគាត់ម្នាក់ឯងសើលីជាឯងពិតជាចង់បះបោមែនបានហើយរឿងនេះសម្រេចហើយធ្វើទៅតាមនឹងចុះប៉ាពិតជាមិនអាចចាញ់ទេមនុស្សច្រើនណាស់លោកម្ចាស់ទី2តកូលសៅមិនមែនពីការជើងពីការភ្នែកអស់រយៈពេល5ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍ទេមិនក៏ឥឡូវនេះជាសះស្បើយហើយជាសះស្បើយហើយតែវិញយ៉ាងម៉េច5ឆ្នាំមកនេះលោកម្ចាស់ធំតកូលសៅគឺជាអ្នកគ្រប់គ្រងទៅហើយគេចង់ងើបឡើងវិញគឺមិនមែនជារឿងងាយស្រួលទេលោកភ្លេចហើយលោកម្ចាស់ទី2តកូលសៅនៅកាលនោះហៅថាភ្នែកមាសនៅក្នុងវិស័យវត្ថុបុរាណលោកម្ចាស់ធំមិនអាចប្រៀបបាននោះទេរឿងនេះមិនទាន់ដឹងថាអ្នកណាឈ្នះអ្នកណាចាញ់នៅឡើយទេលោកប្តីប្អូនទី2ពីការទេស្រាប់តែដល់ពេលសំខាន់ដែលត្រីឡើងស្នងត្រកូលស្រាប់តែជាសះស្បើយបងយល់ថាមិនដែរបើទូជាក្មេងដែលមានសំណាងមែនពួកយើងគឺត្រូវខាត់បងធំហើយមិននឹងឯងមានរឿងចៃដន្យច្រើនយ៉ាងនេះទេបងមើលទៅគេជាសះស្បើយយូរហើយគ្រាន់តែគេធ្វើពុតជាល្ងងប៉ុណ្ណោះយកកូនពួកជើងមកធ្វើជាខែលដើម្បីធ្វើឲ្យគេមានទំនុកចិត្តគ្រប់គ្រាន់ហើយគេក៏មកដំណែងធ្វើជាអ្នកគ្រប់គ្រងតកូលសៅចំនួនពួកជើងតែប៉ុណ្ណោះចុះបើសិនទោះបីជាភ្នែករបស់គេអាចវាយតម្លៃវត្ថុបុរាណបានក៏ដោយខ្ញុំក៏នៅតែមានវិធីធ្វើឲ្យគេបរាជ័យតំណែងអ្នកគ្រប់គ្រងតកូលសៅគឺត្រូវតែជារបស់បងតែម្នាក់មិនអាចខ្លាចជារបស់គេបានទេក្មេងស្រីទៅនោះជានរណាលើថានាងគឺជាកូនរបស់លោកម្ចាស់ធំនាងទើបតែកើតលើថាលោកម្ចាស់ទី2ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយមកក៏ត្រូវយកទៅបោះចោលនៅជនបទ5ឆ្នាំទើបតែត្រឡប់មកវិញកាលពេលម្សិលមិញទេលោកម្ចាស់ទី2តកូលសៅទំនងជាអញ្ជើញមនុស្សនាំគ្រោះមកហើយថ្ងៃនេះអ្វីដែលទូចូលចិត្តប៉ានឹងទិញឲ្យទាំងអស់យល់ព្រមទេរបស់ល្អຕົកលក់ចំណេញកុំចំណាយលើទូច្រើនណាស់កូនជាកូនស្រីរបស់ប៉ាកូនត្រូវតែចាយលុយរបស់ប៉ាហើយយ៉ាពិតជាឲ្យកូនស្រឡាញ់គ្នាពិតមែនមើលទៅអ្វីដែលអ្នករកគ្នានិយាយមិនខុសទេការពិតឯងទើបតែបានជាសះស្បើយហើយក៏នាំនាងចេញដើរមកអួតឯងមិនខ្លាចនាងនាំសំណាក់អាក្រក់មកឲ្យឯងទៀតទេឥឡូវនេះទូជាកូនស្រីរបស់ខ្ញុំបើទូជានាងចង់បានព្រះច័ន្ទនៅលើមេឃក៏ខ្ញុំត្រូវតែហោះទៅយកឲ្យនាងបានដែរបើកូនខ្លួនឯងក៏ស្អប់ខ្ពើមដែរចុះខុសអីពីសត្វដេរឆានបងប្រុសគិតថាអញ្ចឹងទេអាចជាយើងខ្ញុំមិនបានចោលឈ្មោះទេហេតុអីក៏បងប្រុសប្រកាន់ខ្លួនម្ល៉េះ
ទូអង្គុយចុះទៅ សៀអើថ្ងៃនេះតាចង់បានអីទិញឲ្យទាំងអស់ ពី3ថ្ងៃទៀតគឺថ្ងៃខួបកំណើតសៀវអឺហើយចែកដល់យើងឆក់ឱកាសនេះប្រកាសឲ្យមនុស្សទូទាំងក្រុងដឹងថាសៀវអឺទេជាកូនស្រីជាទីស្រឡាញ់របស់ត្រកូលសៀវយើងតែបងស្រីទូនៅទីនេះដែរបងស្រីទូឆក់យកអំណាចឲ្យកូនចូលចិត្តធ្វើយ៉ាងម៉េចទៅម៉ែកុំបារម្ភប៉ាមានលុយច្រើនជាងពូតូចថ្ងៃនេះអ្វីដែលឯងចង់បានប៉ាទៅដាំយកមកឲ្យឯងបានមែនទេប៉ា មែនហើយសៀអើទេដែលជាតារាសំណាងក្នុងផ្ទះរបស់ពួកយើង បងប្រុសគួរតែទៅពិនិត្យខួរក្បាលហើយមិនក៏ចាំតែថ្ងៃខួបកំណើតកូនចិញ្ចឹមប៉ុន្តែថ្ងៃខួបកំណើតកូនបង្កើតខ្លួនឯងបែរជាមិនចាំទៅវិញអញ្ចឹង ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ទូពិតណាស់ធ្វើជាប៉ាមិនក៏មិនចាំថ្ងៃកំណើតរបស់កូនទូទេ អី ភ្ញៀវកិត្តិយសទាំងអស់គ្នាការដេញថ្លៃគឺត្រូវបានចាប់ផ្ដើមជាផ្លូវការហើយវត្ថុដែលត្រូវយកមកដេញថ្លៃនៅក្នុងកម្មវិធីនេះគឺបានមកពីការប្រមូលឯកជនទាំងអស់ក្រុមហ៊ុនមិនទទួលខុសត្រូវលើរបស់ពិតឬក៏คล้ายៗទេគឺត្រូវពឹងផ្អែកទៅលើភ្នែករបស់អស់លោកអ្នកទាំងអស់គ្នាហើយក្រោយពីដែលចប់ការដេញថ្លៃយើងមានអ្នកជំនាញដើម្បីមកវិតម្លៃពីវត្ថុដែលបានដេញថ្លៃនេះ នេះមិនបាច់ជាការដេញថ្លៃផ្នែកទៀតទេបច្ចុប្បន្នវិទ្យាសាស្ត្រជឿនលឿនការខ្លាយបន្លំគឺខ្លាំងសូម្បីតែមហាសេដ្ឋីក៏មានការផុតច្រឡំដែរបើលោកជាអ្នកជំនាញពិតប្រាកដលោកអាចរកបានរបស់ល្អជាច្រើន វត្ថុដេញថ្លៃដំបូងគេបង្អស់គឺមកុដត្បូងទទឹមឈាមព្រាបមកុដត្បូងទទឹមឈាមព្រាបនេះតាមអ្នកលក់បាននិយាយថាវាត្រូវបានបង្កើតឡើងដោយលោកគ្រូវីឆាតដែលជាជនជាតិអ៊ីតាលីផ្ទាល់តម្លៃចាប់ផ្ដើមដេញពី1លានទូចូលចិត្តមកុដនេះទេទោះជាមកុដនេះមិនមានតម្លៃកំពូលដែលមានតម្លៃរាប់លានក៏ដោយក៏ប៉ុន្តែវាភ្លឺស្រស់ស្អាតណាស់ទូប្រហែលជាចូលចិត្តហើយ1.5 លាន ប៉ាម៉ែមិនយករបស់នេះទេ ទូមិនបាច់សំចៃលុយប៉ាទេអំណោយនេះប៉ាទិញឲ្យកូនលោកម្ចាស់ទី2ឲ្យតម្លៃ1.5 លានតើអ្នកណាដេញថ្លៃទៀតទេ លោកម្ចាស់ទី2ពិតជាសុខចិត្តចំណាយលុយឲ្យក្មេងម្នាក់នោះមែនទេ2លាន បងប្រុសបងធ្វើហ្នឹងត្រូវតែឆក់យកមកុដនេះពីខ្ញុំមែនទេ បងទី2សៀអើក៏ចូលចិត្តដែរហើយដឹងហើយយើងជាអ្នកបម្រើកូនស្រីយើងស្រឡាញ់កូនស្រីយើងណាស់ពួកជាប្រកួតប្រជែងគ្នាតាមសមត្ថភាពរៀងៗខ្លួនយើងភ្លេចទៅហើយត្រូវបានក្រុមប្រឹក្សាពិបាលបណ្ដេញចេញមានលុយតិចតួចនៅក្នុងដៃប្រហែលជាមិនអាចទិញរបស់ទាំងអស់នោះបាន